Ok, đây là ngọt nía. Chẳng ở ngàyนี้យើងចូលមកដល់ TD មួយរបស់យើងគឺចំនួន complex អញ្ចឹងយើងចូលមកផ្នែកលំហាត់របស់យើងនាំគ្នាទៅដោះស្រាយលំហាត់ទី1ទាំងអស់គ្នាអូខេអញ្ចឹងចំពោះលំហាត់ទី1នេះជាង solution អញ្ចឹងចំពោះលំហាត់លេខ1នេះគេតាំងគុយនៃ z ស្មើទៅនឹង z គីបបូកទៅនឹង2ដក ez ក្រេបូកទៅនឹង2ដក 2e នៃ z ដកនឹង 2e សំណួរ A គេឲ្យគណនាគុយនៃ e ហើយសំណួរទី2គេឲ្យទាញរកតម្លៃពិតនៃ a និង b ដែលបញ្ជាក់ថាគុយនៃ z ហ្នឹងគឺយើងអាចសរសេរជាទម្រង់អញ្ចេះបានហើយមួយទៀតគេឲ្យដោះស្រាយរកសមីការនៅពេលដែលគុយនៃ z ស្មើ0នៅក្នុងចំនួន complex អូខេអញ្ចឹងដើម្បីគណនាគុយនៃ e បានអញ្ចឹងយើងដឹងណាយើងគ្រាន់តែចំនួន e នៅកន្លែង z នេះទៅយើងអាចគណនាគុយនៃ e បានអញ្ចឹងសំណួរ A គណនា calculate គុយនៃ e អញ្ចឹងដើម្បីគណនាគុយនៃ e បានយើងត្រូវដឹងលក្ខណៈរបស់ចំនួន complex សិនអញ្ចឹងឥឡូវខ្ញុំសរសេរយើងមានគុយនៃ z របស់យើងគឺគេឲ្យមក z គីបបូកទៅនឹង2ដក e នៃ z ការ៉េបូក2ដក 2e នៃ z ដក 2e អញ្ចឹងយើងដឹងលក្ខណៈរបស់ចំនួន complex e យើងដឹងថាម៉េច we know thatអូខេអញ្ចឹងយើងដឹងលក្ខណៈនៃចំនួន complex គឺ e ការ៉េស្មើទៅនឹងដក1មិនអញ្ចឹងអូខេហើយ e គីបគឺស្មើទៅនឹង e ការ៉េគុណទៅនឹង e ដែល e ការ៉េរបស់យើងមិនស្មើទៅនឹងតម្លៃរបស់វាមិនដក1អញ្ចឹងយើងគុណទៅនឹង e អញ្ចឹង e គីបគឺដក e អញ្ចឹងដោយសារតែយើងឃើញថាសមីការរបស់យើងនេះគឺមានត្រឹមតែ degree ទី3ទេអញ្ចឹងយើងរកតែ e សេគុណ3ទៅហើយយកទៅចំនួនចូលទៅបានអូខេអញ្ចឹងយើងទាញបានយ៉ាងម៉េចយើងទាញបានយើងចំនួនកន្លែង z នេះដោយ e មកអញ្ចឹងយើងបានគុយនៃ e គឺស្មើនឹង z គីបនេះយើងចំនួនវាដោយ e គីបនេះអញ្ចឹងតម្លៃរបស់ e គីបគឺដក e អញ្ចឹងកន្លែងហ្នឹងយើងចំនួនដោយដក e បដ ாய் ឬក៏យើងអាចសរសេរសិនមកគឺ e គីបបូកទៅនឹង2ដក e កន្លែង z ការ៉េនេះគឺយើងចំនួនដោយ e ការ៉េវិញអញ្ចឹងយើងចំនួនដោយ e ការ៉េបូកទៅនឹង2ដក 2e z នេះយើងចំនួនដោយ e ដកទៅនឹង 2e អញ្ចឹងមកដល់ចំណុចនេះយើងត្រូវចំនួនតម្លៃនៃ e របស់យើង e គីបនិង e ការ៉េអញ្ចឹង e ការ៉េរបស់យើងគឺស្មើទៅនឹងដក e យើងចំនួនមកគឺដក e បូកទៅនឹង2ដកទៅនឹង e កន្លែង e ការ៉េនេះគឺស្មើទៅនឹងដក1បូកទៅនឹង2ដក 2e គុណទៅនឹង e ហើយបូកទៅនឹង e ដែរអញ្ចឹងយើងគុណពលាតខាងក្នុងនេះមកហើយយើងស៊ីសងតាមក្រោយអញ្ចឹងកន្លែងនេះគឺបានដក e
បូកទៅនឹងអានេះកូនមកគឺបានដក2បូក e បូក 2e ដក 2e ការ៉េ e ការ៉េស្មើដក1អញ្ចឹងកន្លែងនេះគឺបានបូក2វិញរួចយើងបូកកន្លែងនេះគឺដក 2e គេអញ្ចឹងអានេះបូក2ហើយដក 2e អូខេអញ្ចឹងយើងស៊ីសងវាមកអញ្ចឹងយើងឃើញថានេះបូក e ដក e គឺអស់អានេះដក2បូក2អស់អានេះបូក 2e ដក 2e ក៏អស់អញ្ចឹងចម្លើយរបស់យើងគឺនៅសល់តែ0ទេអញ្ចឹងតម្លៃនៃគុយនៃ e របស់យើងគឺស្មើនឹង0អញ្ចឹងយើងដាក់មកដូចនេះគុយនៃ e របស់យើងគឺស្មើទៅនឹង0អូខេអញ្ចឹងសំណួរ A ហ្នឹងគឺចប់តែប៉ុណ្្នឹងអញ្ចឹងយើងចូលទៅដោះស្រាយទី2ម្ដងសំណួរទី2នេះគេឲ្យយើងទាញរកចំនួនពិត A និង B អញ្ចឹងដើម្បីរកវាបានយើងអូខេ the real number A និង B អញ្ចឹងដើម្បីរកវាបានអានេះដោយសារតែគេមានសមីការនេះគឺវាជាប់ AB មិនអញ្ចឹងអញ្ចឹងយើងត្រូវបំលែងអានឹងធ្វើម៉េចឲ្យវាចេញមកជាទម្រង់ចាស់ដើម្បីយើងប្រៀបធៀបគ្នាអញ្ចឹងកន្លែងហ្នឹងខ្ញុំសុំតាំងអាហ្នឹងដោយសមីការទី1អូខេអញ្ចឹងយើងមានប៉ុណ្ណេះអញ្ចឹងខ្ញុំសរសេរសិនមកយើងមានគុយនៃ z របស់យើងគឺគេឲ្យមកគឺ z ដក e កតាឲ្យ z ការ៉េបូកទៅនឹង az បូកនឹង b អូខេអញ្ចឹងគោលដៅរបស់យើងធ្វើម៉េចគឺយើងចង់យកអាគុយនៃ z នេះគឺទឹមជាមួយនឹងអាគុយនៃ z នេះដើម្បីរកតម្លៃនៃ AB របស់យើងបានអញ្ចឹងដើម្បីទឹមគ្នាបានយើងប្រើតាមលក្ខណៈចំនួន complex ផ្នែកពិតផ្នែកពិតផ្នែកនិមិត្តហើយស្មើនឹងផ្នែកនិមិត្តរបស់វាអញ្ចឹងយើងអាចបំលែងអានេះធ្វើមិនបានកន្លែងហ្នឹងខ្ញុំចង់ទាញរកផ្នែកពិតផ្សេងផ្នែកនិមិត្តផ្សេងអញ្ចឹងខ្ញុំសុំទាញ z ចេញមកខាងក្រៅគឺខាងក្នុងយើងបាន z ការ៉េយើងបបែកវាជា2មកផ្នែកពិតផ្សេងផ្នែកនិមិត្តផ្សេងអញ្ចឹងយើងបាន z ការ៉េបូកទៅនឹង az បូក b ហើយដកទៅនឹង e កតាឲ្យ z ការ៉េបូកទៅនឹង az បូកទៅនឹង b អញ្ចឹងអានេះយើងគុណពលាតមកហើយចាំយើងផ្ដុំវាមកតួអញ្ចឹងអានេះយើងគុណពលាតទៅយើងបាន z គីបបូកទៅនឹង az ការ៉េបូកទៅនឹង bz ហើយយើងគុណពលាតអានេះមកគឺយើងដក e នៃ z ការ៉េអានេះគឺយើងបានដក e az ហើយដកទៅនឹង be របស់យើងអញ្ចឹងជំហានបន្តមកទៀតយើងផ្ដុំពីលំដាប់ខ្ពស់ទៅលំដាប់ទាបមកផ្នែកខាងការ៉េយើងផ្ដុំវាមកផ្នែកហើយអញ្ចឹង z គីបនេះយើងទុកវានៅដដែលអញ្ចឹងអានេះយើងអាចទៅសេបានយើងចាប់ z ជាកតាយើងនៅសល់តែ a ដក e គុណនឹង z
ការ៉េបន្ទាប់មកគឺយើងបូក b ដល់ឲ្យ ai គុណនឹង z បន្តមកទៀតយើងនៅសល់តែដក be ទេអញ្ចឹងយើងឃើញថាអានេះវាចូលតម្រង់ដូចសមីការទី1របស់យើងណាអញ្ចឹងយើងយកអាទី1ធៀបនឹងអាទី2មកនេះយើងតាំងដោយសមីការ2អូខេអញ្ចឹងតាមសមីការ1និង2យើងបានអញ្ចឹងគុយនៃ z របស់យើងអាចទៅសេវាជាចេះបានណាគេអញ្ចឹងខ្ញុំសូមកាត់អានេះសូមដាក់កន្លែងនេះហើយអានេះយើងយកមកដាក់ខាងក្រោមនេះមកអូខេអញ្ចឹងដើម្បីរក a និង b បានយើងគ្រាន់តែមើលមេគុណនេះទៅដោយសារតែនេះវាដូចគ្នាមិនអញ្ចឹងយើងអាចផ្ទឹមគ្នាបានហើយអញ្ចឹងយើងបានមិនយើងប្រាប់ថាមេគុណនៃ z ការ៉េគឺយើងបានដាក់នេះស្មើគ្នាមក2ដក e ស្មើទៅនឹង a ដក e ចឹងអានេះយើងអាចទាញរក a បានណាដោយសារតែអានេះយើងអាចសម្រួលគ្នាចោលបានយើងបោះមកខាងនេះមកវាសម្រួលគ្នាចោលបានអញ្ចឹងតម្លៃ a របស់យើងគឺស្មើទៅនឹង2ហើយមួយទៀតដើម្បីរកតម្លៃ b គឺយើងផ្ទឹមវាដូចគ្នាមកអញ្ចឹងយើងប្រាប់ថានេះគឺជាមេគុណនៃ z អញ្ចឹងយើងផ្ទឹមមេគុណនៃ z គឺ2ដកទៅនឹង 2e ស្មើទៅនឹង b ដក ai ប៉ុន្តែតម្លៃ a របស់យើងរកឃើញមិនអញ្ចឹងអញ្ចឹងយើងចំនួនតម្លៃ a នឹងចូលសិនមកយើងបាន2ដកនឹង 2e ស្មើទៅនឹង b ដកនឹង 2e ដូចគ្នាមិនអញ្ចឹងអញ្ចឹងអានេះ 2e យើងសម្រួលចោលបានអញ្ចឹងអាចរកតម្លៃ b បានហើយអញ្ចឹងតម្លៃ b របស់យើងគឺស្មើនឹង2ដូចគ្នាអញ្ចឹងយើងបានណាចានេះសតតែជាចំនួនពិត AB ណាអញ្ចឹងដូចនេះ A របស់យើងស្មើនឹង2ហើយ B របស់យើងក៏ស្មើ2ដែរអញ្ចឹងសំណួរទី2ហ្នឹងមានតែប៉ុណ្្នឹងហើយណាអញ្ចឹងយើងទៅមើលសំណួរទី C របស់យើងសំណួរ C របស់យើងគេឲ្យយើងដោះស្រាយសមីការអញ្ចឹងណាអញ្ចឹងគេឲ្យគុយនៃ z ស្មើ0អញ្ចឹងសមីការរបស់យើងចង់យកអាណាមកដោះស្រាយក៏បានដែរណាអញ្ចឹងយើងយកអានេះមកដោះស្រាយណាដោយសារតែតម្លៃ AB របស់យើងរកឃើញណាអញ្ចឹងដោះស្រាយសមីការអូខេអញ្ចឹងយើងដោះស្រាយសមីការដែលយើងដឹងថាម៉េចយើងដឹងថាគុយនៃ z របស់យើងគឺស្មើទៅនឹង z ដក e កតាឲ្យ z ការ៉េបូកទៅនឹងអានេះយើងត្រូវ a ណា a z ណាប៉ុន្តែ a របស់យើងយកឃើញ2អញ្ចឹងវាបាន2នៃ z បូកទៅនឹង b របស់យើងក៏2ដែរអញ្ចឹងយើងដោះស្រាយសមីការនៅពេលដែលអញ្ចឹងនៅពេលដែលគុយនៃ z ស្មើ0អញ្ចឹងអាមួយដុំនេះក៏វាស្មើ0ដែរណាគុយ z ដក e កតាឲ្យ z ការ៉េបូក 2z បូក2
ស្មើ0មកដល់កន្លែងនេះដោយសារតែវាជាផលគុណកតាអញ្ចឹងយើងអាចឲ្យកតាមួយស្មើ0បានអញ្ចឹងយើងបានផ្នែកទី1 z ដក e ស្មើ0អញ្ចឹងយើងទាញបាន z ទី1វាស្មើទៅនឹង e ហើយមួយទៀតគឺ z ការ៉េបូក 2z បូក2ស្មើ0អញ្ចឹងដោយសារតានេះវាជាសមីការដោយក្រេទី2យើងត្រូវដោះស្រាយតាម data របស់យើងមកដូចអញ្ចឹង data របស់យើងស្មើនឹង b ការ៉េដក4ដង ac ដែល b របស់យើងគឺស្មើទៅនឹង2ការ៉េដក4ដង ac a របស់យើងគឺ1 ac របស់យើងគឺ2អញ្ចឹងអានេះគឺ4ដកនឹង8គឺស្មើទៅនឹងដក4អញ្ចឹងអានេះដោយសារតែវាជាសំណុំចំនួនកុំភ្លេចវាចេញដកអញ្ចឹងវាអត់មានជាបញ្ហាណាអូខេអញ្ចឹងយើងដើម្បីរក z បានយើងដឹងថា z របស់យើងគឺស្មើនឹងដក b បូកដកឬការ៉េ data នៅលើ 2a ដែលដក4នេះយើងអាចសរសេរវាជាចំនួនកុំភ្លេចបានអាកន្លែងមុខនេះគឺដក1ណាអញ្ចឹងយើងបាននេះគេ4នៃ e ការ៉េអញ្ចឹងយើងបានដក b គឺដក2បូកដកនឹងឬ theta គឺ 4e ការ៉េនៅលើ2អញ្ចឹងនេះយើងអាចសរសេរបានមិនដក2បូកដកឬ4នេះយើងអាចបញ្ចេញមកគឺ 2e ណាអញ្ចឹងនេះនៅលើ2ស្មើទៅនឹងយើងស្រួលទៅអានេះយើងបានដក1បូកដកអានេះ e អូខេអញ្ចឹងយើងបានដូច្នេះ z របស់យើងវាមាន3តម្លៃណា z ទី1គឺស្មើទៅនឹង e z មួយទៀតគឺស្មើទៅនឹងដក1បូក e ហើយមួយទៀតគឺដក1ដក e អូខេអញ្ចឹងលំហាត់លេខ1ហ្នឹងគឺមានតែប៉ុណ្្នឹង